xong mà sátធ្វើមន់ដើមចេកទាំងអស់គ្នារឿងផ្សំខ្ញុំនឹងសម្រាយនៅក្នុងវីដេអូនឹងឲ្យមើលតែម្ដងព្រោះអីខ្ញុំសរសេរជាភាសាខ្មែរទេអាចមើលបានវិធីធ្វើឲ្យមានអីពិបាកទេដាក់ឆ្នាំងឲ្យក្តៅហើយចាក់ខ្លាញ់ចូលបន្ទាប់មកយើងប្រើខ្លាញ់មន់ដែលយើងមានធ្វើបែបហ្នឹងទៅម្ហូបរបស់យើងឈ្ងុយល្អដាក់ខ្ទឹមសចូលលីងវាឲ្យឈ្ងុយបន្តិចហើយចាំដាក់គ្រឿងខ្មែរបុករបស់យើងពាក់កណ្ដាលចូលទៅលឺវាដៃតិចទៅប្រយ័ត្នខ្លោចរួចចាំយើងដាក់ម្ទេសផ្លោកក្រៀមដែលយើងបានកិននៅមាត់ហ្នឹងកូរជាមួយគ្នាឆាត្រឡប់ទៅត្រឡប់មកឲ្យវាចូលសពពណ៌សពសាច់គ្នាបើមិនអញ្ចឹងទេម្ហូបរបស់យើងគ្រឿងនឹងកកដុំពណ៌ពី3ពណ៌ជាមិនខានពេលយើងលីងជាមួយគ្នាសពហើយចាំយើងដាក់កាពិរបស់យើងចូលហើយនឹងខ្ទឹមក្រហមធ្វើបែបហ្នឹងធ្វើឲ្យគ្រឿងរបស់មាន់ដើមចេករបស់យើងកាន់តែឈ្ងុយលីងទៅមករហូតតតែវាស្មើសាច់សិនបើគ្រឿងយើងរៀងកោកយើងថែមខ្ទិះដើមពាក់កណ្ដាលទៅលីងជាមួយនឹងគ្នាឲ្យវាចូលសពសាច់ឲ្យតែខ្ទិះរបស់យើងមើលទៅរៀងឡើងល្មួតឡើងប្រេងហើយចាំយើងចាក់សាច់មាន់របស់យើងចូលធ្វើបែបហ្នឹងគឺមាន់ដើមចេកយើងឆ្ងាញ់មែនតែម្ដងលីងទៅលីងមកឲ្យវាចូលគ្នាសិនកន្លែងហ្នឹងលើវាដៃតិចទៅប្រយ័ត្នខ្លោចហើយចាំយើងដាក់គ្រឿងក្រៅមានស្ករអំបិលប៊ីចេងរបស់យើងចូលទៅក្នុងមាន់ដែលយើងកំពុងតែលីងហ្នឹងលីងទៅមករហូតដល់ដាច់ទឹកព្រៃហើយចាំយើងចាក់ខ្ទិះចុងរបស់យើងយកទៅរំងាស់មាន់ហ្នឹងឲ្យផុយឲ្យវាឡើងខាប់តែម្ដងដែលកំពុងរំងាស់មាន់ហ្នឹងយើងជ្រាបមកធ្វើទឹកជ្រលក់ទាំងអស់គ្នាគ្រឿងផ្សំគឺមាននៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងដាក់គ្រឿងរបស់យើងហើយនឹងប្រហុកចិញ្ច្រាំយើងមានស្ករមានប៊ីចេងរបស់យើងហើយយើងកូរវាឲ្យម៉ត់ចូលគ្នាសិនធ្វើបែបហ្នឹងទឹកប្រហុកវាអត់ដុំទេវាម៉ត់ចូលគ្នាពេលញ៉ាំទៅយើងស្និទ្ធមាត់ជាងហើយចាំយើងដួសទឹកមាន់ដើមចេករបស់យើងដាក់ចូលក្នុងទឹកជ្រលក់យើងបន្តិចទៅថែមក្រូចឆ្មាហើយយើងច្របល់ចូលគ្នាឲ្យសព្វចាំភ្លក់មើលយករសជាតិផ្អែមជូរហើយចាំយើងដាក់សណ្តែកដីចូលធ្វើបែបហ្នឹងទឹកជ្រលក់របស់យើងគឺល្មួតឆ្ងាញ់ខ្លាំងមែនទែនហើយបើសិនជាមាន់ដើមចេករបស់យើងជ្រុលរសជាតិច្រឡំប្រៃអីទឹកជ្រលក់ហ្នឹងគឺអាចកាត់បន្ថយជាតិប្រៃបានអ្នកទាំងអស់គ្នាមាន់ក៏ឆ្អិនទឹកជ្រលក់ក៏ហើយគឺមើលបានអូយឆ្ងាញ់ខ្លាំងមែនតើមានស្លឹកជភ្លូមានដើមចេកមាន់យើងក៏ខាប់ទឹកជ្រលក់ក៏អែមទៀតញ៉ាំបាយអស់ពី3ចានអត់ដឹងខ្លួនទេអញ្ចឹងបងចង់ធ្វើតាមឯងអាចសាកធ្វើតាមវីដេអូនេះបានណាអរគុណ